បន្ទាប់ពីបានធ្វើសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃការត្រៀមសម្រាប់ទាញហេតុផលតុលាការបានធ្វើការសាកសួរសាក្សីឈ្មោះគ្រឿងបុប្ផាដែលជាប្រពន្ធរបស់ចុងចម្លើយសុកបូរ៉ាក្រោយពីសួរឈ្មោះអាយុអាសយដ្ឋានជាដើមរបស់គ្រឿងបុប្ផារួចហើយចៅក្រមក៏បានបញ្យល់អំពីគោលគំនិតនៃការធ្វើសច្ចាប្រណិធាននិងទណ្ឌកម្មក្នុងករណីនៃធ្វើសេចក្តីថ្លែងការណ៍មិនពិតហើយបានបង្កប់ឲ្យសាក្សីសច្ចាឥឡូវនេះខ្ញុំសូមសួរអំពីរឿងក្តីលើកនេះស្ដីពីអង្គហេតុដែលគ្មានវិវាទរវាងភាគីទាំងសងខាងខ្ញុំសូមសួរសំណួរនាំមុខយ៉ាងដូចម្ដេចដែរលោកតំណាងដើមចោតនិងលោកតំណាងខាងចុងចម្លើយបាទសូមអញ្ជើញលោកចៅក្រមហើយខ្ញុំសូមហៅលោកខៀវអាថាដើមចោតរីឯលោកសុកបារាខ្ញុំសូមហៅថាចុងចម្លើយហើយអ្នកស្រីវិញខ្ញុំសូមហៅថាសាក្សីយ៉ាងណាដែរយល់ទេលោកស្រីចាស់សូមអញ្ជើញអ្នកស្រីត្រូវជាប្រពន្ធសុកបារាមែនឬទេចាអ្នកស្រីបានទៅផ្ទះដើមចោតខៀវអាតនៅថ្ងៃទី1មិថុនាឆ្នាំ2006ជាមួយចុងចម្លើយមែនឬទេចាស់ពិតមែនតើអ្នកស្រីអញ្ជើញទៅនោះក្នុងគំនងអ្វីដែរប្តីនាងខ្ញុំនិយាយថាទៅសងប្រាក់កម្ចីឲ្យលោកខៀវអាតហើយនាងខ្ញុំក៏សុំទៅជាមួយទៅសូមអ្នកស្រីនិយាយសង្ខេបអំពីរឿងអ្វីៗដែលដើមចោតនិងចុងចម្លើយបាននិយាយគ្នាពេលនោះផងប្តីនាងខ្ញុំបានសងជូនលោកខៀវអាតចំនួន$6,000ដែលជាប្រាក់1ភាគនៃប្រាក់កម្ចីបន្ទាប់មកដើមចោតសួរថាគិតយ៉ាងណាដែរអំពីប្រាក់ដែលនៅសល់ចំនួន$3,600នោះប្តីខ្ញុំក៏បញ្យល់អំពីជំងឺរបស់ពួកគាត់ហើយលោកខៀវអាតក៏មានចិត្តអាណិតអាសូរដល់គាត់ហើយគាត់ក៏បានប្រាប់ថាប្រាក់ចំនួន$3,600នោះមិនបាច់សងទេខ្ញុំសូមសួរតាមលំដាប់លំដោយប្រាក់$6,000នោះតើអ្នកស្រីដឹងថាត្រៀមយ៉ាងណាដែរចាស់ដឹងដែរតើបានមកពីណាដែរប្តីនាងខ្ញុំបាននិយាយថាត្រូវសងប្រាក់ជូនលោកខៀវអាតដូច្នេះត្រូវសន្សំតែឪពុកប្តីនាងខ្ញុំមានជំងឺហើយត្រូវការប្រាក់ដើម្បីព្យាបាលជំងឺឪពុកប្តីនាងខ្ញុំគាត់បានចំណាយប្រាក់អស់ច្រើនប្រាក់ដែលនៅសល់ក្នុងគណនីធនាគារមានចំនួន$5,000ហើយបានបូកជាមួយនឹងប្រាក់កម្ចី$1,000ដែលបានខ្ចីពីពូនាងខ្ញុំឈ្មោះសៅតារានោះសរុបទាំងអស់មានចំនួន$6,000តើចុងចម្លើយបាននិយាយយ៉ាងណាដែរពេលសងនោះប្តីនាងខ្ញុំបាននិយាយថាมันអាចត្រៀមបានគ្រប់ចំនួនទេដូច្នេះសូមសង$6,000សិនហើយគាត់ក៏បានជូន$6,000នោះទៅដើមចោតទៅដើមចោតនិយាយយ៉ាងណាដែរចាលោកខៀវអាតបានសួរថានៅសល់$3,600នោះគិតយ៉ាងណាដែរពេលនោះតើស្ថានភាពដើមចោតយ៉ាងណាដែរលោកខៀវអានដូចជាខឹងយ៉ាងខ្លាំងគួរឲ្យខ្លាចបន្តិចដែរដោយសារតែបានសងមួយភាគហេតុនេះហើយគាត់ច្បាស់ជាខឹងហើយតើចុងចម្លើយបាននិយាយយ៉ាងណាដែរស្ដីពីប្រាក់$3,600នោះប្តីនាងខ្ញុំបាននិយាយថាបំណៅនៅសល់សូមចាំបន្តិចតើគាត់បានពន្យល់អំពីមូលហេតុដែលចង់ពន្យាការសងនោះដែរឬទេចាប្តីនាងខ្ញុំបាននិយាយថាឪពុកគាត់កើតមហារាជហើយត្រូវទៅវះនៅបាងកកដូច្នេះទៅប្រាក់ចំណាយអស់ច្រើនណាស់អំបញ្ញមិញអ្នកស្រីបាននិយាយអំពីការសន្សំប្រាក់ដើម្បីសងតើសន្សំនៅក្នុងគណនីធនាគាររបស់អ្នកណាហើយបានប្រមាណដែរគណនីធនាគារប្តីនាងខ្ញុំនិយាយត្រង់ទៅនាងខ្ញុំមិនបានដឹងថាសន្សំបានប៉ុន្មានទេតែគាត់បានប្រាប់ខៀវអាតថាគាត់សន្សំបាន$10,000តើចុងចម្លើយបានសន្យាថាពេលណាទើបសងដែរឬទេ
អត់ទេគាត់គ្រាន់តែសុំឲ្យចាំបន្តិចទៀតប៉ុណ្ណោះ តើអ្នកស្រីសាមីខ្លួនគិតឃើញថាអង្កាលទៅអាចរកប្រាក់$3,600ដើម្បីសង នាងខ្ញុំគិតថានឹងសងឆាប់តែមិនបានគិតថាអង្កលទេទើបអាចរកប្រាក់នឹងសងបាន តើអ្នកស្រីបានពិគ្រោះជាមួយនឹងចុងចម្លើយអំពីការសងបំណុលនេះដែរទេ ទេនាងខ្ញុំមិនបានពិគ្រោះទេ ពេលនោះតើចុងចម្លើយមានអ្វីជាទីរំពឹងដើម្បីរកប្រាក់$3,600នោះដែរទេ នាងខ្ញុំគិតថានឹងខំប្រឹងប្រែងធ្វើការទាំងពីរនាក់ដើម្បីនឹងសងបំណុលនោះ ពេលនោះតើចុងចម្លើយបាននិយាយអ្វីខ្លះក្រៅពីនេះ ប្តីនាងខ្ញុំបានអង្វរគាត់ជាច្រើនដងដែរថាក្នុងនាមជាមិត្តសម្លាញ់ដូច្នេះសូមជួយគ្នាផង តើអ្នកស្រីបាននិយាយអ្វីខ្លះដែរពេលនោះ នាងខ្ញុំក៏បាននិយាយជាច្រើនដងដែរថាសូមជួយយើងខ្ញុំទាំងពីរផង ពេលនោះតើដើមចោតមានប្រតិកម្មយ៉ាងណាដែរ លោកខៀវអានក៏មានប្រសាសន៍ថាដឹងហើយមិនអីទេ$3,600នោះគឺមិនបាច់សងទេ គេនិយាយថាមិនបាច់សងមែនឬទេ ចាអញ្ចឹងមែន តើពេលនោះអ្នកទាំងពីរធ្វើយ៉ាងណាដែរ នាងខ្ញុំនិងប្តីនាងខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងហើយក៏បានថ្លែងអំណរគុណគាត់ជាច្រើន ស្ដីពីវិក័យប័ត្រតើបាននិយាយអ្វីខ្លះដែរ បានដែរពេលសង$6,000ដំបូងនោះប្តីនាងខ្ញុំបានសុំឲ្យលោកខៀវអានចេញវិក័យប័ត្រដែរតែគាត់បដិសេធមិនចេញឲ្យ តើដើមចោតបាននិយាយអ្វីខ្លះពេលបដិសេធមិនសរសេរនោះ ចាលោកខៀវអានបាននិយាយថាដោយសារតែសងមិនគ្រប់ចំនួនដូច្នេះมันអាចចេញវិក័យប័ត្របានទេ ពេលគាត់និយាយថាមិនអាចចេញវិក័យប័ត្របានតើចុងចម្លើយនិយាយអ្វីខ្លះដែរ នាងខ្ញុំមិនចាំដែរ តើចុងចម្លើយបានសុំឲ្យដើមចោតចេញវិក័យប័ត្រតែម្ដងឬយ៉ាងណាដែរ នាងខ្ញុំមិនចាំច្បាស់ដែរប្រហែលតែទីម្ដងមិនដឹង តើអ្នកស្រីបានសុំឲ្យដើមចោតចេញវិក័យប័ត្រដែរឬទេ ទេមិនបានសុំទេ ហេតុអ្វីបានជាអ្នកស្រីមិនសុំឲ្យគេចេញវិក័យប័ត្រដូច្នេះ ដោយសារតែគឺជារឿងរវាងប្តីនាងខ្ញុំនិងលោកខៀវអានដូច្នេះនាងខ្ញុំគិតឃើញថានាងខ្ញុំមិនគួរចេញមុខខ្លាំងពេកទេ អ្នកស្រីទៅជាមួយប្តីដើម្បីធ្វើអ្វីដែរ ដោយសារតែប្តីនាងខ្ញុំមិនអាចសងបានគ្រប់ចំនួនហេតុនេះហើយនាងខ្ញុំក៏ទៅជាមួយដើម្បីសុំពន្យាពេលសងនោះ តើអ្នកស្រីយល់ឃើញយ៉ាងណាដែរអំពីការដែលគេមិនចេញវិក័យប័ត្រនោះ ពេលនោះនាងខ្ញុំមិនបានគិតឃើញអ្វីទាំងអស់ហើយប្តីនាងខ្ញុំក៏មិនបាននិយាយអ្វីលើសពីនេះដូច្នេះនាងខ្ញុំគិតឃើញថាมันមានបញ្ហាដែរ តើអ្នកស្រីមិនបានគិតថាបើអត់វិក័យប័ត្រទៅថ្ងៃក្រោយនឹងមានបញ្ហាថាបានសងឬមិនបានសងទេឬ លោកចៅក្រមមានប្រសាសន៍អញ្ចឹងទៅនាងខ្ញុំយល់ឃើញថាអញ្ចឹងដែរតែពេលនោះមិនបានគិតឃើញទេ ក្រោយពេលនិយាយអំពីការមិនសរសេរវិក័យប័ត្រនោះទើបដើមចោតបាននិយាយអំពីការលើកលែងប្រាក់$3,600នោះមែនឬទេ ចាអញ្ចឹងមែន ពេលនិយាយថាមិនចេញវិក័យប័ត្រនោះតើដើមចោតមានស្ថានភាពយ៉ាងណាដែរ ពេលនោះគាត់មិនស្រួលចិត្តទេ ក្រោយពេលនិយាយថាលើកលែង$3,600នោះតើដើមចោតមានស្ថានភាពយ៉ាងណាដែរ ពេលនោះដូចជាស្ងប់ចិត្ត ពីពេលដែលគាត់និយាយថាមិនចេញវិក័យប័ត្ររហូតដល់ពេលដែលគាត់បានលើកលែងបំណុលដែលនៅសល់នោះមានប្រហែលប្រមាណនាទីដែរ នាងខ្ញុំចាំមិនច្បាស់ទេប្រហែលជា5ទៅ10នាទី
ក្រោយពេលមានការលើកលែងបំណុលនោះតើចុងចម្លើយឬអ្នកស្រីបានសុំឲ្យដើមចោតចេញវិក័យប័ត្រស្ដីពីការសង$6,000នោះដែរឬទេ ទេទាំងប្តីនាងខ្ញុំទាំងនាងខ្ញុំមិនបានសុំទេ ហេតុអ្វីបានជាមិនបានសុំអញ្ចឹង នាងខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងអំពីការលើកលែងបំណុលនោះបានជាមិនបានគិតដល់ការសុំវិក័យប័ត្រនោះប្តីនាងខ្ញុំប្រហែលជាដូចគ្នាដែរ ចូលដល់ខែកក្កដាដើមចោតបានចាប់ផ្ដើមទៅផ្ទះអ្នកស្រីមែនឬទេ ចាអញ្ចឹងមែន តើដើមចោតទៅដើម្បីធ្វើអ្វីដែរ គាត់បានមកផ្ទះនាងខ្ញុំដោយមិនបានគ្រោងទុកហើយបានទាមទារឲ្យប្តីនាងខ្ញុំសងប្រាក់ចំនួន$3,600នោះ គាត់បានទាមទារឲ្យសងដោយបញ្ជាក់ទឹកប្រាក់$3,600ឬយ៉ាងណាដែរ ចាគាត់ទាមទារឲ្យសងប្រាក់$3,600 តើដើមចោតបានទៅផ្ទះអ្នកស្រីដាស់តឿនឲ្យសងរបៀបនឹងប្រមាណដងដែរ សរុបទាំងអស់ប៉ុន្មានដងនាងខ្ញុំមិនចាំច្បាស់ដែរតែមកមួយអាទិត្យប្រហែលជាមួយដង ចំពោះការទាមទារនោះតើចុងចម្លើយធ្វើយ៉ាងណាដែរ ដំបូងគាត់និយាយទៅកាន់លោក QR ថាក្រែឯងបានលើកលែងប្រាក់$3,600នោះហើយមិនអញ្ចឹងតែលោក QR និយាយហើយនិយាយទៀតថាមិនដែលនិយាយលើកលែងតតែសោះហើយពីខែសីហាមកប្តីនាងខ្ញុំគាត់លែងចង់ជួបហើយធ្វើពុតជាមិននៅផ្ទះ តើអ្នកស្រីបាននិយាយអ្វីខ្លះជាមួយនឹងដើមចោត ចាប្តីនាងខ្ញុំគាត់បានប្រាប់នាងខ្ញុំប្រាប់លោក QR ថាគាត់មិននៅផ្ទះទេឮដូច្នោះលោក QR ខឹងយ៉ាងខ្លាំងហើយស្រែកជេរថាសងលុយអញមកអាផូអាចៅហើយក៏ធាក់ទ្វារផ្ទះនាងខ្ញុំ ក្រោយពេលដែលដើមចោតបានទៅផ្ទះអ្នកស្រីដើម្បីដាស់តឿនឲ្យសងបំណុល$3,600នោះតើបាននិយាយអំពីវិក័យប័ត្រទឹកប្រាក់ចំនួន$6,000ដែរឬទេ ទេនាងខ្ញុំមិនបានដឹងទេ ខ្ញុំសូមបញ្ចប់ការសាកសួររបស់ខ្ញុំត្រឹមនេះហើយតើលោកតំណាងចុងចម្លើយមានសំណួរឬទេ បាទខ្ញុំជាតំណាងចុងចម្លើយនឹងសួរដូចតទៅប្រាក់$6,000ដែលយកទៅសងនោះតើជាกระดาษប្រាក់អ្វីខ្លះហើយមានប្រមាណស្លឹកដែរអ្នកស្រីនៅចាំដែរឬទេ ចាក្រដាស់ប្រាក់$20មានទាំងអស់300សន្លឹក ហេតុអ្វីបានជាអ្នកស្រីនៅចាំអញ្ចឹង នាងខ្ញុំចាំច្បាស់ណាស់ដោយសារពេលនោះប្តីនាងខ្ញុំឲ្យនាងខ្ញុំរាប់ហើយប្តីនាងខ្ញុំបានប្រកល់ស្បង់នោះទៅជូនលោក QR តើខ្លួនអ្នកស្រីផ្ទាល់ធ្លាប់ខ្ចីឬធ្លាប់ឲ្យគេខ្ចីប្រាក់ដែរឬទេ ទេមិនដែរទេ តើអ្នកស្រីយល់ពីសារៈសំខាន់នៃវិក័យប័ត្រដែរឬទេអ្នកស្រី ទេមិនដែរគិតឲ្យបានជ្រៅទេ បាទខ្ញុំសូមបដូរសំណួរថ្មីដើមចោតបានទៅផ្ទះអ្នកស្រីនឹងចុងចម្លើយឲ្យសងបំណុលពីខែកក្កដាមកតើនៅខែមិថុនាគេបានទៅដាស់តឿនអ្នកស្រីឲ្យសងប្រាក់ដែរឬទេ ទេមិនដែរមកទេ ដូច្នេះយ៉ាងតិចណាស់ក៏ពីថ្ងៃទី1ខែមិថុនាមកប្រហែលជាមួយខែដើមចោតមិនបានដាស់តឿនអ្នកស្រីទេមិនអញ្ចឹងទេបាទ ចាពិតមែន ពីខែកក្កដាមកដើមចោតទាមទារឲ្យសងប្រមាណដែរ ចាចំនួន$3,600 គាត់មិនមែនទាមទារឲ្យសង$8,000ឬក៏$9,600ទេអ្នកស្រី ទេមិនដែរតតែសោះ ខ្ញុំសូមចប់សំណួរត្រឹមនេះ សូមអរគុណខ្ញុំសូមអញ្ជើញតំណាងដើមចោតបើមានសំណួរសូមអញ្ជើញ
សូមអរគុណលោកចៅក្រមបន្ទាប់មកខ្ញុំសូមសួរតើអ្នកស្រីបានដឹងថាពីពេលមុនដើមចោតបានខ្ចីប្រាក់ពីចុងចម្លើយឬទេ ទេនាងខ្ញុំមិនដឹងទេ តើអ្នកស្រីបានដឹងថានៅក្នុងគណនីធនាគាររបស់ចុងចម្លើយមានប្រាក់ប៉ុន្មានដែរឬទេ ទេមិនដែលបានដឹងទេ អញ្ចឹងតើការព្យាបាលជំងឺរបស់ឪពុកចុងចម្លើយនោះត្រូវបានបន្តទៀតក្រោយខែមិថុនាឆ្នាំ 2006 ដែរឬទេ ដោយសារតែជំងឺមហារីកដូច្នេះត្រូវបានបន្តទៀត តើបានចំណាយអស់ប៉ុន្មានដែរសម្រាប់ការព្យាបាលនោះ នាងខ្ញុំក៏មិនបានដឹងដែរ តើនៅរោងពុម្ពដែលជាកន្លែងអាជីវកម្មរបស់អ្នកស្រីនិងចុងចម្លើយនោះពេលដែលអតិថិជនបង់ប្រាក់អ្នកស្រីចេញវិក័យប័ត្រឲ្យគេដែរឬទេ ចានាងខ្ញុំតែងតែចេញឲ្យ ការចេញវិក័យប័ត្រនេះគឺសម្រាប់បង្ការកុំឲ្យមានបញ្ហាថាបានបង់រួចឬមិនទាន់បង់មិនអីចឹងទេឬ ចាអញ្ចឹងមែន មានន័យថាវិក័យប័ត្រគឺជាវត្ថុសម្រាប់បញ្ជាក់ការបង់ប្រាក់មែនអញ្ចឹងទេឬ តាមធម្មតាវាអញ្ចឹងមែនតែរវាងប្តីនាងខ្ញុំនិងលោកខៀវអានគាត់ទាំងពីរគឺជាមិត្តភក្តិនឹងគ្នានាងខ្ញុំគាត់ថាវាជារឿងផ្សេងទៀត អញ្ចឹងខ្ញុំសូមបញ្ចប់ការសួរត្រឹមនេះ តើលោកតំណាងចុងចម្លើយមានសំណួរបន្ថែមឬទេ បាទអត់ទេលោកចក្រម បើអត់ទេខ្ញុំសូមបញ្ចប់ការសាកសួរសូមអរគុណអ្នកស្រី